សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាថ្ងៃអង្គារ14រោចខែអាសត់ឆ្នាំអាសាញ់សប្តស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី21ខែតុលាឆ្នាំ2025ដើម្បីពិនិត្យសំណើរបស់រដ្ឋសភាសូមពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីទី1ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ានទី2ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបំលាស់រូបវន្តបុគ្គលទី3ការអនុម័តយល់ព្រមលើពិធីសារទី1វិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនទី4ការអនុម័តយល់ព្រមលើពិធីសារទី2ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ានអូស្ត្រាលីនូវែលសេឡង់ទី5ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្តានកម្មទី6ផ្សេងតារា Cambodia News